បានសួរទេពួកប្តីគាត់ទេមកគាត់បានជួបដែរគាត់និយាយអាការគាត់លល់ដាំកគាត់គាត់និយាយគាត់លល់ដាំកគាត់ដឹងថាប្តីគាត់នឹងតាក់ទងមករាល់ថ្ងៃមកគាត់ហើយពេលដែលគាត់ស្លាប់ហ្នឹងពេលស្លាប់នៅមន្ទីរពេទ្យណាបងក្នុងពួកគាត់មានកូន7 ខែមែនដែរអត់បង7 ខែមានកូន7 ខែចាពិតជាគួរអត់ដល់ថាបងហើយពេលហ្នឹងបងនៅគៀកគាត់ផ្ទាល់ឬមួយក៏យ៉ាងណាដែរខ្ញុំនៅជាប់ជាមួយផ្ទាល់តតែដាច់ខ្យល់នៅ3តកងនៅហ្នឹងពេលមុននឹងគាត់ឈានចូលដល់ឈឺដំណាក់កាលធ្ងន់ចូលមន្ទីរពេទ្យហ្នឹងគាត់មានអាការៈយ៉ាងម៉េចឬមួយក៏គាត់មានអាការៈថាល្មមនឹងអាចមើលបានហើយគាត់គ្មានថវិកាដើម្បីមើលឬមួយក៏យ៉ាងណាត្រង់ហ្នឹងខ្ញុំអត់ដឹងដែរពីមុនមកប៉ុន្តែស្រាប់តែពេលនេះហ្នឹងលឺម្ដាយក្មេងហ្នឹងថាវាចេះក្អួតយកទៅពេទ្យហ្នឹងក្អួតយកទៅពេទ្យនេះអត់ស្មានលុយប្តីនៅឆ្ងាយនោះចាដល់ពេលចឹងផ្ទះដែលបច្ចុប្បន្ននេះនឹងជាផ្ទះដែលគាត់រស់នៅសពថ្ងៃជាមួយនឹងកូនចាគាត់ពិតប្រាកដមែនឬមួយក៏យ៉ាងណាពិតប្រាកដផ្ទះហ្នឹងមិនមែនថាពេលដែលជួបរឿងបែបហ្នឹងហើយមកធ្វើអញ្ចឹងអត់មែនទេអត់មែនទេនេះជាផ្ទះប្អូនខ្ញុំពិតប្រាកដមែនបញ្ជាក់ជូនមហាជនឲ្យគាត់បានជ្រាបកុំឲ្យគាត់ថាពួកអីសម័យនេះគឺវាសម្បូរជនដោយឆ្លៀតអាកាសចាអត់ទេខ្ញុំនិយាយការពិតនេះជាផ្ទះគាត់គាត់មែនគាត់ពិបាកណាស់រាល់ថ្ងៃគាត់ប្តីធ្វើការនៅឆ្ងាយហើយកូនដល់តែ4នាក់ទៅក្នុងពោះ4នាក់ទៅក្នុងពោះចាហើយកូនគាត់ទាំងអស់ហ្នឹងមានធំជាងគេអាយុប្រហែលហើយធំជាងគេអាយុ14 ឆ្នាំហើយ14 15 ឆ្នាំហើយនេះទី2នេះហើយទូជាងគេនេះកូននៅទូណាបងប្អូនប្រិយមិត្តឃើញហើយយើងពិតជាគួរឲ្យសង្វេគអ្វីដែលគួរឲ្យសង្វេគនោះពេលដែលឈឺពេលថាគ្មានថវិកានៅក្នុងការព្យាបាលខ្លួនទី1ប្តីកំពុងតែធ្វើជាតាហ៊ានការពារមាតុភូមិយើងនៅឯជើងដៃណែនោះតំបន់ព្រះវិហារនៃតំបន់មុខ3បងប្អូនដឹងស្រាប់ហើយបច្ចុប្បន្ននេះកំពុងតែមានហេតុការណ៍អីហើយឥឡូវនេះប្តីគាត់បានត្រឡប់មកដល់គេហដ្ឋានដល់កន្លែងសាកសពរបស់ប្រពន្ធហើយគាត់នៅតែយំអត់ឈប់ទេបងប្អូនយំអត់ឈប់ទេហើយខ្ញុំជំរាបបងស្រីដោយសារតែបងស្រីគាត់នៅគីផ្ទាល់ជាមួយនឹងបងស្រីដែលជាអ្នកស្លាប់នឹងផ្ទាល់តែម្ដងមុននឹងដាច់ដង្ហើមជាចុងក្រោយគាត់មានបានផ្ដាំផ្ញើអីដល់បងអត់គាត់គ្រាន់តែនិយាយថាគាត់បារម្ភពីកូនគាត់ថាកូនគាត់យូអ៊ីនៅនោះតែយ៉ាងម៉េចទេហើយខ្ញុំថាអូនឯងកុំឲ្យគិតពីកូនអូនឯងគិតពីសុខភាពខ្លួនឯងសិនប្រឹងហូបឲ្យមានកម្លាំងហើយវាក៏ឈប់និយាយទៅគ្នានិយាយលល់ដាប់កហ្នឹងចាបងមើលទៅសម្រាប់ចិត្តបងណាបងឃើញគាត់ទៅជាអីមួយបងចដូនមួយប្តីវាបងសង្វេគចិត្តអត់បងពេលឃើញប្អូនស្លាប់នៅនឹងភ្នែកទាំងតែគ្មានថវិកានៅនឹងខ្លួនខ្ញុំពិបាកចិត្តខ្ញុំគ្រាន់តែឃើញភ្លាមខ្ញុំហូរទឹកភ្នែកភ្លាមហើយមិនឲ្យប្អូនឃើញទេកុំឲ្យវាពិបាកចិត្តទៀតខ្ញុំទឹកចិត្តហូរទឹកភ្នែកក្រៅខ្នងវាដែលខ្ញុំគ្រាវាហ្នឹងករណីដែលគាត់ស្លាប់ហ្នឹងមិនមែនតាក់ទងជាមួយនឹងការជំរុះកូនឬមួយក៏តាក់ទងជាមួយនឹងការលេបថ្នាំអីខុសទេណាបងអត់ទេគឺចេញមកគាត់ហត់មកគាត់ប្រាប់ថាហត់ណែដើមទ្រូងចុះពេទ្យគេមានបានប្រាប់ទេថាមូលហេតុអីដែលគាត់ស្លាប់ហ្នឹងមកពីដំណើរដើមតងយ៉ាងម៉េចហើយជំងឺអីគាត់ឲ្យច្បាស់ទើបគាត់ឈានដល់ការស្លាប់នេះអត់ហ្នឹងខ្ញុំអត់ដឹងទេព្រោះអីខ្ញុំអត់បានជួបមួយពេទ្យផងខ្ញុំនៅតែជាមួយអ្នកជំងឺទេបាទបងប្អូនប្រិយមិត្តខ្ញុំសូមបញ្ជាក់បងប្អូនថារឿងនេះមិនមែនជារឿងសម្ដែងដើម្បីចង់បានលេខចង់បានแชร์ចង់បានថវិកាពីបងប្អូនដែលសប្បុរសជនចូលរួមចែករំលែកទុកនោះទេរឿងនេះគឺជារឿងពិតបើសិនជាបងប្អូនជាគាត់បងប្អូនជួបបងប្អូននឹងដឹងថាវាលំបាកប៉ុណ្ណាបងប្អូនជួបបងប្អូននឹងដឹងថាលំបាកប៉ុណ្ណាឥឡូវនេះមេនកំពុងតែដំឡើងហើយបងប្រុសដែលជាប្តីនៅយំមិនទាន់បាត់ដល់ឡើយទេសួរថាបើសិនជាបងប្អូនអារម្មណ៍ជាប្តីប្រពន្ធបាត់បង់អាយុជីវិតស្លាប់ដាច់ខ្យល់ទៅបាត់ពុំបានលាប្តីសំបីតែប្រមាត់តើបងប្អូនមានអារម្មណ៍បែបណានេះខ្ញុំសូមសួរបងប្អូនឥឡូវនេះខ្ញុំសុភាជាមួយបងហើយខាងក្រៅទៀតបងអាចមានពេលឲ្យបងសុភាបងតិចបានទេបងនិយាយដល់ចេញពីចិត្តបងតែម្ដងអារម្មណ៍បងពេលដែលបងកំពុងតែឈរជើងមានន័យថាបងកំពុងតែឈរជើងនៅឯព្រំដែននៅកន្លែងដែលបងធ្វើការនេះឮដំណឹងថាប្រពន្ធបងដាច់ខ្យល់ស្លាប់ពេលហ្នឹងបងមានអារម្មណ៍បែបណានៅក្នុងចិត្តបងអន្តរសាបែបណាបងខ្ញុំពេលនោះខ្ញុំរកវិញនិយាយបានគឺទួនដៃទួនជើងមកហើយគឺខ្ញុំទួនដៃទួនជើងតែម្ដងព្រោះពីព្រឹកខ្ញុំទៅស៊ូគាត់តាមវីដេអូខលឬថាគាត់បានធូរខ្ញុំសប្បាយចិត្តខ្ញុំធ្វើការបន្តដល់ពេលឮថាពេលថ្ងៃឡើងថាពេទ្យគេបញ្ជូនខ្ញុំអស់ស្មារតីលេងហើយខ្ញុំសួរអារម្មណ៍បងជាមនុស្សប្រុសដូចគ្នាទី1ប្រពន្ធទី2ការងារបេសកកម្មនៅឯជួរព្រំដែនរវាងពីរហ្នឹងបងបែងចែកដាច់អត់ពេលដែលឮថាប្រពន្ធបងដាច់ខ្យល់ស្លាប់ភ្លាមៗមកបងរវាងទាំងពីរនេះខ្ញុំពិបាកនឹងបែងចែកណាស់ទី1សមរភូមិមុខពេលហ្នឹងយើងកំពុងតែមានបញ្ហាចឹងប្រទេសជាតិត្រូវការពួកខ្ញុំទាំងអស់ដើម្បីការពារទឹកដីមាតុភូមិរបស់យើងតែដល់ចែកដល់ពេលនេះប្រពន្ធខ្ញុំគាត់មកបាត់បង់ជីវិតនៅចំពេលដែលខ្ញុំបំពេញបេសកកម្មខ្ញុំនឹងពិបាកទទួលយកបានទាំងពីរមិនអាចយកទទួលយកបានទាំងពីរបាទ
ហើយបងខ្ញុំសុំសួរបងមួយចំនួនទៀតតេតិនជាមួយកូនកូនបងដែលនៅសល់តើពេលដែលបងទៅបំពេញបេសកកម្មនៅឯព្រំដែនវិញតើកូនរបស់បងបានអ្នកណាមើលថែរក្សានៅពេលដែលបងទៅធ្វើការវិញ គឺខ្ញុំຕົកនៅនឹងយាយនឹងតានឹងពូនឹងទីនៅចិត្តខាងនៅទីនេះ នៅទីនឹងតែ បាទ